សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Taxi for Family ថ្ងៃនេះខ្ញុំចេញរត់តាក់ស៊ីតាំងពីម៉ោង1បាទប៉ុន្តែទៅកន្លែងសាកថ្មសាកបានបន្តិចបាទភ្ញៀវបុកចូលតែម្ដងបាទអញ្ចឹងខ្ញុំក៏ទទួលការ booking បងស្រីតែម្ដងទៅបាទហើយឥឡូវនេះខ្ញុំកំពុងជូនគាត់ទៅហើយថ្ងៃនេះខ្ញុំបានតែ Grab សុទ្ធបាទអត់បាន Pass App ទេបាទ Grab បានខ្ទង់ 5-6 ជើងតែប៉ុណ្ណោះបាទ 5-6 បងបាទហើយនេះគឺជាលទ្ធផលដែលខ្ញុំបានគឺ5បងបាទបានលុយ 61000 បាទថ្ងៃនេះគឺរត់បានតិចមែនតើហើយចំណាយ Pass App វិញគឺ0តែម្ដងហ្នឹងហើយ6បងហើយភាច្រើននេះភ្ញៀវ Cancel ច្រើនដោយសារទីតាំងគាត់នៅឆ្ងាយបាទឆ្ងាយហើយអាម៉ោងពេលល្ងាចនឹងស្ទះខ្លាំងបាទអញ្ចឹងនេះលទ្ធផលដែលខ្ញុំទទួលបានថ្ងៃនេះគឺបានតិចទេគឺ 61000 ហើយនឹងដប់ក្រៅបាន$10ទៀតអញ្ចឹងបាន100,000 គត់បាទហើយនេះគឺជាសកម្មភាពរបស់ខ្ញុំបាទជូនភ្ញៀវទៅកាន់ផ្លូវទំនប់កប់ស្រូវបាទបងស្រី2នាក់បាទគាត់បានបុកខ្ញុំក៏ពិតខ្ញុំនៅកន្លែងសាកថ្មទេបាទនៅចំចៅទេបាទកំពុងសាកបានបន្តិចស្រាប់តែគាត់បានបុកចូលតែម្ដងបាទដល់ពេលគាត់បុកចូលខ្ញុំក៏ដោះខ្សែសាកហ្នឹងទៅក៏ទៅយកភ្ញៀវតែម្ដងទៅបាទបន្ទាប់ពីជូនបងស្រីមកចិត្តដល់ផ្ទះហើយខ្ញុំក៏ចាប់ដើមអែបខាងបន្តិចបាទដើម្បីជូនគាត់ទៅដល់ផ្ទះតែម្ដងបាទផ្ទះគាត់គឺនៅខាងចាក់ជ្រូកបាទចាក់ជ្រូកវិហារចាមណាបាទចុះពីកប់ស្រូវមកបន្តិចដែរបាទហើយនេះយើងចាប់ដើមតម្លាក់ភ្ញៀវដើម្បីទូទាត់លុយបាទដោយសារគាត់មិនបានបង់តាម Grab Pay ទេគឺគាត់បង់ជាលុយសុទ្ធបាទអញ្ចឹងនៅពេលដែលមកដល់គោលដៅគឺគាត់ត្រូវតែ pay លុយឲ្យយើងបាទហើយនេះខ្ញុំក៏បានហុច QR ដើម្បីធ្វើការទូទាត់តាម ABA បាទឥឡូវស្រួលបាទប្រព័ន្ធបង់ប្រាក់បាទភាគច្រើនភ្ញៀវខ្លះគាត់បង់ជាសាច់ប្រាក់ទៅបាទភ្ញៀវខ្លះក៏គាត់បង់ជា scan QR ទៅបាទងាយស្រួលបាទសម្រាប់យើងជាអ្នកបើកបរបាទអញ្ចឹងនេះខ្ញុំក៏បានជូនគាត់តម្លាក់ទៅបាទហើយគាត់ក៏បានឲ្យខ្ញុំច្រើនមែនតើបាទក៏ពិតខ្ញុំត្រូវយកតែ 10000 ទេបាទប៉ុន្តែភ្ញៀវមានទឹកចិត្តបាទគាត់បាញ់ឲ្យ$10តែម្ដងបាទ 40000 តែម្ដងបាទខ្ញុំក៏បានអរគុណគាត់បាទហើយក៏គាត់ចុះនៅផ្ទះទៅក៏ចាប់ដើមចេញដំណើរទៅមុខទៀតហើយបន្ទាប់ពីចេញពីគាត់ហើយខ្ញុំចាប់ដើមបើក app បន្តទៀតបាទក៏ពិតខ្ញុំបើក2 app បាទបើកទាំង Pass App ទាំង Grab ប៉ុន្តែ Pass App អត់រស់សោះបាទមិនសឹងមិញបាទអត់បានមួយសោះបាទ Pass App អញ្ចឹងទៅក៏ខ្ញុំបើក Grab បានចេញពីនឹងមកបាទនេះតាមផ្លូវចេញពីទំនប់កប់ស្រូវបាទស្អាតតាមផ្លូវហើយមិនភ្លៀងបាទមិនសឹងមិញភ្លៀងខ្លាំងមែនតើឥឡូវនេះមិនកំពុងរលឹមដែរបាទប្រហែលថ្ងៃហ្នឹងគឺភ្លៀងធ្លាក់ច្រើនបាទហើយតាមផ្លូវគឺមានសភាពអាចនឹងមានកលុកមានអីប្រយ័ត្នប្រយែងក្នុងការបើកបរបាទសម្រាប់ថ្ងៃនេះដែរគឺមិនសូវជាមានបងច្រើនទេបាទពីព្រោះថ្ងៃច័ន្ទបាទថ្ងៃច័ន្ទគឺមានអារម្មណ៍ថាភ្ញៀវគាត់ដើរសារអាទិត្យច្រើនដល់ពេលល្ងាចថ្ងៃច័ន្ទចាប់បានមានស្ងាត់បាទមានដែរបាទមានឆ្ងាយគាត់បុកទៅវាទទួលអូតូបាទអញ្ចឹងទៅឆ្ងាយពេកបាទភ្ញៀវខ្លះគាត់មិនអាចរងចាំបានបាទអញ្ចឹងក៏គាត់ cancel ច្រើនដូចបានឃើញអញ្ចឹងមានបងជាច្រើនដែលបានភ្ញៀវ cancel បាទ cancel ច្រើនមែនតើបាទហើយពេលហ្នឹងខ្ញុំក៏មិនដឹងធ្វើមិនដែរបាទធ្វើមិនបើយើងស្ទះផ្លូវបាទហើយភ្ញៀវគាត់ចង់បានបញ្ញាប់ចង់បានលឿនហើយវាទទួលអូតូពេលខ្លះ2គីឡូកន្លះបាទ3គីឡូក៏មានដែរបាទវាទទួលឲ្យហ្មង Grab ចឹងឯងបាទបើ Pass App យើងអាចកំណត់បានយើងមិនបាច់ដាក់អូតូក៏បានយើងដាក់អូតូក៏បានទទួលណាបាទហើយនេះគឺសកម្មភាពខ្ញុំបាទនៅផ្លូវម្ដុំគេហៅរោងចក្រផ្សារប្រៃទីអីហ្នឹងបាទម្លុកហ្នឹងបាទផ្លូវខាងក្នុងបាទម្ដុំវិហារចាមបាទតាមផ្លូវដែលខ្ញុំថាជូនបងស្រីមិញទៅផ្ទះណាបាទហើយនេះគឺជាសកម្មភាពតាមផ្លូវខ្ញុំបាទហើយបន្ទាប់ពីហ្នឹងទៅក៏យើងបើក app ធម្មតាទៅបាទបើក app ទទួលបងធម្មតាប៉ុន្តែខ្ញុំជិះរ៉ែតាមហ្នឹងរហូតដល់មុខពលានបានមានភ្ញៀវបុកបាទបានមានភ្ញៀវបុកម្ដងទៀតមកទៅខាងនេះទៅខាងផ្លូវដងងៀបវាឆ្ងាយដែរបាទពីមុខពលានទៅវា2គីឡូកន្លះបាទទៅភ្ញៀវក៏បានខលមកថាអូននៅឆ្ងាយពេកបងបញ្ញាប់បងសុំទោសបងអត់បានរងចាំទេអញ្ចឹងក៏គាត់ cancel ទៅហើយយើងក៏មិនថាមិនដែរបាទដោយសារទី1យើងឆ្ងាយមែនបាទឆ្ងាយហើយស្ទះទៀតបាទមុខពលានហ្នឹងអញ្ចឹងក៏ cancel បាទភ្ញៀវ cancel ទៅហើយបន្តិចបានមានភ្ញៀវបុកបាទបុកតទៀតប៉ុន្តែជើងខ្លីបាទជើងខ្លីបានលុយ7-8000បាទដោយសារដីតែ2គីឡូហ្នឹងបាទ2គីឡូ3គីឡូហ្នឹងហើយភាគច្រើនងាយឡើងបរទេសបាទដូចជាគ្រូបង្រៀនតាមសាលាអន្តរជាតិអីចឹងបាទគាត់បុកច្រើនបាទហើយនេះគឺផ្លូវទៅខាងចាក់ជ្រូកបាទបត់ទៅខាងនេះខាងផ្សារព្រៃទាបាទឡើងទៅមុខពលានបាទផ្លូវតាមផ្លូវ
មើលតែមិនទៅបាទប្រហែលថ្ងៃហ្នឹងគឺខ្មៅដាបតែម្ដងបាទប្រុងតែភ្លៀងហ្មងបាទហើយមិនខ្មៅភ្លៀងឥឡូវគឺមិនបានទេបាទឲ្យតែឃើញខ្មៅគឺភ្លៀងតែម្ដងបាទបាទឥឡូវនេះខ្ញុំបានតម្លាក់ភ្ញៀវនៅតំបន់នឹងរួចរាល់ហើយឥឡូវខ្ញុំបន្តដំណើរបើកអេបទៅមុខទៀតហើយឥឡូវនេះខ្ញុំនៅមុខពលានពោធិ៍ចិនតុងដែលមេឃប្រុងតែភ្លៀងទេបាទហើយភ្លៀងមួយសាហើយបាទប៉ុន្តែវាចាប់ដើមរាំងវិញអញ្ចឹងណាឥឡូវនេះខ្ញុំមានការទទួល booking មួយបាទប៉ុន្តែឆ្ងាយភ្ញៀវក៏បាន cancel ទៅភាសាវា2គីឡូពីកន្លែងហ្នឹងបាទអញ្ចឹងវាឆ្ងាយពេកភ្ញៀវអត់អាចរងចាំបានគាត់ក៏ cancel ទៅបាទហើយខ្ញុំក៏ទទួលបានការ booking មួយទៀតគឺនៅផ្លូវ2004គេចិត្តផ្លូវដងងៀបបាទហើយខ្ញុំក៏ចេញទៅយកគាត់តែម្ដងដោយសារគាត់អត់ booking បាទគាត់ព្រមរងចាំបាទគាត់នៅចាំយើងអញ្ចឹងណាមិនស្ខ្មែរយើងពីចាំចិត្តរៀងអត់សូវធ្ងន់ទេបាទបើបរទេសគាត់នៅចាំបាទទោះជាគាត់បុកចូលដឹងថាយើងឆ្ងាយប៉ុណ្ណាយើងនៅព្យាយាមទៅបានលឿនអញ្ចឹងណាគាត់ដឹងថាស្ទះចរាចរណ៍បាទអញ្ចឹងគាត់អត់ទៅណាទេនៅចាំយើងតែម្ដងបាទហើយនេះចរាចរណ៍នៅមុខពលានចិត្ត stop គេហៅ stop ផ្សារ Century បាទកំពុងស្ទះបាទស្ទះពីចេញពីពលានតិចហ្នឹងបាទស្ទះខ្លាំងឲ្យតែម៉ោង5ម៉ោង6ហ្នឹងបាទពេញស្ទះតែម្ដងបាទហើយចរាចរណ៍គឺវាមកមានញឹកបាទម្លឹកហ្នឹងអញ្ចឹងនេះគឺសកម្មភាពខ្ញុំបាទបើកបងគឺកំពុងទៅយកភ្ញៀវពេលហ្នឹងគឺមានភ្ញៀវបុកហើយបាទបុកចូលហើយតែយើងនៅតែទៅយកគាត់បាទมันអាចទៅយកបានទេបាទឲ្យភ្ញៀវបុកចូលហើយយើងត្រូវតែទៅយកគាត់អញ្ចឹងហើយបាទភាសាគាត់រងចាំអញ្ចឹងក៏យើងជិះទៅពេលខ្លះទោះជាគាត់មិនរងចាំក៏ដោយពេលខ្លះចិត្តដល់ក៏ដោយបាទក៏គាត់ដូរចិត្តគាត់អាច cancel បានគ្រប់ពេលក៏ប៉ុន្តែយ៉ាងណាក៏យើងនៅតែទៅទទួលភ្ញៀវបាទនៅពេលដែលមានការ booking ចូលគឺយើងត្រូវតែទៅយកអញ្ចឹងហើយបាទចរាចរណ៍ស្ទះខ្លាំងណាស់បងអើយបងប្អូនអើយម៉ោង5ម៉ោង6ម្ដងផ្លូវសហព័ន្ធរុស្ស៊ីគឺបែបហ្នឹងបាទពេញលេងហើយបាទពេញលេងម៉ែស្ទះហើយបាទប៉ុណ្ណឹងបាទឥឡូវយើងកំពុងចិត្តដល់ stop ហើយបាទប៉ុន្តែស្ទះខ្ញុំក៏តិចទៀតខ្ញុំនឹងកាត់វីដេអូបាទកាត់វីដេអូនៅផ្លូវ2004ចូលទៅយកភ្ញៀវតែម្ដងបាទដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាคลิปថ្មីកុំឲ្យថាមើលអណ្ដែលពេកអញ្ចឹងណាបាទហើយឥឡូវនេះខ្ញុំកំពុងតែព្យាយាមធ្វើម៉េចឲ្យបានលឿនបំផុតបាទតាមដែលអាចធ្វើទៅបានឥឡូវនេះខ្ញុំនៅលើផ្លូវសហព័ន្ធរុស្ស៊ីបាទក្បែរ stop ផ្សារ Century បាទផ្សារ Century ហ្នឹងហើយចិត្តផ្សារ Century ហើយក៏ពិតខ្ញុំអត់ដល់ stop ទេបាទទៅដល់ហ្នឹងមានផ្លូវមួយបត់ស្ដាំអញ្ចឹងនៅខាងមុខហ្នឹងមានផ្លូវបត់ស្ដាំខ្ញុំបត់ស្ដាំតែម្ដងហ្នឹងផ្លូវកាត់ឡើងទៅ2004ឬផ្លូវម៉ៃណាបានដូចគ្នាបាទឥឡូវនេះយើងបានទៅប្រាដាហើយគាត់ថាវាមិនសូវជាលឿនបាទគាត់ថាទៅប្រាដាបាទហើយកាត់វីដេអូមកដល់កន្លែងនេះគឺខ្ញុំចូលមកដល់បរិយាអូគីដេផ្លូវ2004បាទហើយយើងឆ្លងកាត់ផ្លូវក្រោមដីបាទក្រោមកុនដូបាទហើយសកម្មភាពស្មើហ្នឹងគឺស្អាតបើកភ្លើងមកអីកន្លែងហ្នឹងយប់ដូចថ្ងៃដូចយប់អញ្ចឹងបាទដោយសារយើងជិះកាត់ក្រោមកុនដូបាទហើយផ្លូវតំបន់ហ្នឹងអាចជិះលឿនបានទេដោយសារនៅក្នុងបរិយាគេដាក់ទួលច្រើនហើយមួយទៀតមានឡានឆ្លងកាត់ច្រើនបាទអញ្ចឹងត្រូវប្រុងប្រយ័ត្នដែរបាទហើយនេះគឺខ្ញុំកំពុងជូនភ្ញៀវបាទជូនភ្ញៀវទៅផ្ទះរបស់គាត់នៅក្នុងបរិយាអូគីដេហ្នឹងឯងបាទហើយបន្ទាប់ពីជាប់ជូនភ្ញៀវរួចរាល់ហើយខ្ញុំក៏បានចេញមកវិញបាទចេញមកវិញហើយខ្ញុំក៏បានឡើងមកស្ដាំមកបាទទៅខាងផ្លូវអូបៃក្អមហើយក៏មានការ booking មួយទៀតបាទចិត្តផ្សារ Midtown ដែលគាត់បុកទៅដល់ម្ដុំអូឡ িম্প ិកបាទចិត្ត start អូឡ িম্প ិកយើងបាទអញ្ចឹងខ្ញុំក៏ជិះទៅយកគាត់ឲ្យសកម្មភាពពេលនេះគឺមិនសូវជាស្ទះទៀតទេបាទសារម៉ោង6ខ្លះហើយវាអាចយើងស្បើយខ្លះអត់ដូចម៉ោង5ម៉ោង5កន្លះម៉ោង6ទេបាទហ្នឹងពេញតែម្ដងបាទហើយឥឡូវនៅផ្លូវ2004បាទឆ្វេងដៃនេះគឺ Midtown បាទផ្សារទំនើប Midtown មនុស្សច្រើនគួរសមបាទផ្សារហ្នឹងគឺទីប្រជុំជនបាទហើយខ្ញុំទៅមុខទៀតបានចូលយកភ្ញៀវបាទប៉ុន្តែក៏ពិតយើងត្រូវបាត់ឆ្វេងបានប៉ុន្តែវាមើលទៅវាប្រច្រាស់បន្តិចបាទអញ្ចឹងខ្ញុំអាចបាត់ឆ្វេងខ្ញុំក៏ហួសទៅឲ្យផុតហើយយក space bot មកវិញបាទអញ្ចឹងភ្ញៀវរងចាំបន្តិចបាទដោយសារតែផ្លូវយើងវែងបាទសួនកដាលឆ្វេង
សូនកណ្ដាលហ្នឹងគឺយើងអាចបត់បានទេបាទតោះយើងផុតនៅកន្លែងតែត្រូវបត់បានហើយយើងអាចបត់ត្រឡប់ក្រោយបានដើម្បីយកភ្ញៀវបាទហើយផ្លូវ204បាទនៅពេលនេះគឺមានសួនមានអីស្អាតស្រួលជីបាទហើយចរាចរណ៍មកល្មមអត់ស្ទះអត់អីទេអាកាសធាតុវិញគឺមេឃរាំងហើយបាទសារភ្លៀងមួយសាហើយបាទហើយខ្ញុំហួសទៅមុខតិចដើម្បីត្រឡប់ក្រោយបាទនេះកន្លែងនេះយើងអាចបត់ត្រឡប់ក្រោយបានហើយដើម្បីយកភ្ញៀវអញ្ចឹងណាបាទហើយក៏បត់បានបត់ទៅនឹងប្រុងប្រយ័ត្នតិចបាទដោយសារភ្លើងម៉ូតូឡានគាត់មកពីខាងនោះបាទផ្ទុយគ្នាអញ្ចឹងគាត់ពេលខ្លះអ្នកខ្លះគាត់បត់ឲ្យបានប្រយ័ត្នក៏អាចមានប៉ះពាល់គ្នាឬក៏គ្រោះថ្នាក់ចៃដន្យបាទអញ្ចឹងសូមប្រុងប្រយ័ត្នទាំងអស់គ្នាបាទហើយឥឡូវនេះខ្ញុំបានត្រឡប់មកវិញបាទដើម្បីចូលយកគាត់នៅចិត្តក្រាសាំង Total បាទភ្ញៀវបរទេសបាទភ្ញៀវបរទេសពីចឹងគាត់អត់សូវនេះទេបាទសូវ consult ទេបាទតែគាត់បុកឲ្យគាត់នៅចាំឲ្យបាទហើយយើងព្យាយាមធ្វើម៉េចឲ្យបានលឿនបាទដើម្បីកុំឲ្យភ្ញៀវចាំយូរពេកបាទហើយឥឡូវនេះខ្ញុំមកដល់កន្លែងនេះហើយបាទសាមដៃហ្នឹងគឺភ្ញៀវបាទនៅកន្លែងហ្នឹងឯងបាទគាត់មកទិញអីញ៉ាំអញ្ចឹងក៏គាត់បុកត្រឡប់ទៅវិញបាទម្ដុំផ្សារអូឡ িম্প ិកហ្នឹងឯងបាទឥឡូវនេះខ្ញុំអែបស្ដាំបន្តិចបាទភ្ញៀវដើរចូលឡានហើយបាទចឹងខ្ញុំរកចាំបន្តិចបាទសួស្ដីបងឲ្យភ្ញៀវចូលឡានហើយបានបន្តដំណើរទៅមុខទៀតបាទអូខេ let's go បង